សួស្តីពុកម៉ែបងប្អូននាងខ្ញុំបង្រៀនពីរបៀបដាក់ក្បាលរត់អាវមានខ្សែរត់ពីមុខខ្សែរត់គឺនៅល្អតែខូចតែក្បាលឬបាក់ច្រមុះឬកំពីតកំពិតបែកអ្វីនេះបងប្អូនអាចមើលពីរបៀបដាក់បាននាងខ្ញុំបង្រៀនពីរបៀបដាក់ឲ្យល្អដូចដើមវិញគឺយើងគ្រាន់តែមានក្បាលរត់ដែលយើងទិញពីផ្សារមកឬក៏រត់អាវផ្សេងដែលអាវនោះរហែកទៅហ្នឹងបងប្អូនយើងអាចដោះមកដាក់មួយអាវយើងបានឲ្យតែលេខរត់នេះដូចគ្នាក្បាលរត់ដូចគ្នាយើងអាចដាក់បានអដូចយើងទឹមទិញមកចឹងបងប្អូនឃើញខ្ញុំបង្រៀននេះអាចមើលបាននេះជារបៀបដែលខ្ញុំធ្វើជាប្រចាំព្រោះឲ្យខ្ញុំជាអ្នកលក់អាវមួយទឹកទៅជួបបងប្អូនគឺធ្វើឲ្យគឺល្អដូចដើមអញ្ចឹងយើងដាក់មកនេះជារបៀបដែលខ្ញុំធ្វើជាប្រចាំពេលវាខូចក្បាលរូតព្រោះអាវមួយទឹកយកមកពីស្រុកគេវាមានបាត់ក្បាលរូតឬបាត់អញ្ចឹងតែខ្សែរូតវានៅល្អទេយើងដោះពីផ្សេងមកឬក៏យើងទិញមកពីផ្សារតែក្បាលរូតមកយើងដាក់បានបាច់រុះចេញដាក់ថ្មីទេបងប្អូនចំណាយពេលតែ 2-3 នាទីតែប៉ុណ្ណោះយូរបំផុត5នាទីទេបងប្អូនធានាថានៅល្អ 100% តែម្ដងឲ្យតែបងប្អូនធ្វើតាមខ្ញុំគឺបញ្ជាក់ផងខ្សែរូតគឺនៅល្អมันដាច់มันខូចអីទេខ្សែរូតបាក់តែក្បាលច្រមុះរូតនេះទេទើបអាចយើងដាក់បានពួកខ្ញុំបានបងប្អូននេះវាកំពិតយើងអាចឆ្កឹះបន្តិចមកអាចប្រើការវិញបានគ្រាន់តែកំពិតទេអរគុណជម្រាបលា